បន្ទាប់ពីយើងបានទៅយកកាដូយកអីហើយយើងក៏ទៅព្រីនរូបអង្គុយចាំគេព្រីនរូបសម្រាប់ដាក់កាដូហើយថ្ងៃនេះដែរថ្ងៃខួបរបស់ចានីអញ្ចឹងយើងបានថាណាត់គ្នាជួបគ្នាញ៉ាំអីអញ្ចឹងណាទាំងគាត់អត់ដឹងទេថាខ្ញុំមានកាដូsurpriseគាត់ទៅថាគាត់ទៅញ៉ាំអីធម្មតាថ្ងៃខួបគាត់មួយខ្ញុំដូចគ្នាចូលចិត្តធ្វើខួបលក្ខណៈគ្នាតិចអ្នកហើយរបៀបសាមញ្ញធម្មតាស្ងាត់អត់ចូលចិត្តអីមានគ្នាច្រើនទេនិយាយពីថាទៅញ៉ាំអីហ្នឹងគ្រាន់តែដូរតុក3ដងដោយសារតែយើងចង់បានទេសភាពស្អាតថតរូបទៅឃើញស្អាតទៅនេះគឺទៅតែថតរូបហើយនឹងញ៉ាំហ្មងមើលទៅឃើញតែថាវីដេអូគឺថតមកមានតែថតរូបថតវីដេអូនឹងឯងធ្វើមកទេខំតែងខ្លួនស្អាតយើងត្រូវតែថតរូបឲ្យបានច្រើនចឹងហើយកញ្ជ្រូកក៏បានមានកាដូsurpriseដែរហើយខំប្រាប់ថាអត់មកទេទៅតែ2នាក់អីចឹងអត់បានមកម្ចាស់គ្រូគេឡើងសែតគិតថាធ្វើតែ2នាក់តាមពិតប្អូនខ្ញុំគឺគេយកផ្កានៅខាងក្រោមហើយបានឡើងមក surprise ហើយនឹងឲ្យកាដូដែលខ្ញុំផ្ញើហ្នឹងឥឡូវវាល្មមដល់ពេលនឹងយើងត្រូវញ៉ាំអីហើយព្រោះថតរូបច្រើនពេកញ៉ាំឲ្យឆ្ងាញ់ថតរូបឲ្យស្អាតម្ដងទៀតគឺយើងត្រឡប់ទៅប្រទេសអត់មានទៅណាតទេដោយសារតែស្អែកគឺត្រូវធ្វើការតត្រូវទៅលក់ដូរលក់អវ៉ាន់ធ្វើនំតអញ្ចឹងថ្ងៃនេះយើងសុំស្អាតមួយថ្ងៃអានេះគេសំដែងធ្វើ switch ទុកផុសដាក់ TikTok មួយថតតែមុខនឹងពីលើបានមិនថតដល់ក្រោមឃើញជើងទេព្រោះក្បាលពោះឡើងសឹងប្រេះលេវហ្នឹងនិយាយពីថាណាដែលថតរូបចង់100ប៉ុសតែពេលផុសមកប៉ុសហើយពេលខ្លះមិនផុសរូបទៀតផុសក្នុង story ទៀតហើយខំថតម៉េះឡើងណែនទូរស័ព្ទនេះស្អីហ្នឹងសិតថោកគ្នាអោបគ្នាណា fake ស្លាប់យើងថតរូបតទៅទៀតអត់មានអីនិយាយទៅ vlog នោះដូចនឹងស្អីយល់មែនតាមានតែការថតរូបហ្នឹងមានប៉ុណ្ណឹងចប់ហ៎ Em ơi, một khỏi thích mở